ថ្ងៃនេះចំណាយលុយអស់6,500ដោយសារចង់ហូបស្ងោរល្ហុងជាមួយនឹងសាច់ហើយថ្ងៃនេះខ្ញុំសាកល្បងទិញសាច់មាន់ដើម្បីមកធ្វើស្ងោរល្ហុងហើយល្ហុងគឺល្ហុងបេះមកពីផ្ទះទេហើយល្ហុងហ្នឹងអត់អស់លុយទេយើងអស់លុយតែទិញសាច់មាន់ខ្ញុំទិញតែ3,000ទេដោយសារយើងហូបគ្នា2នាក់ហើយឥឡូវយើងក៏បានធ្វើហើយខ្ញុំមកបានថតតាំងពីដំបូងដោយសារអត់មានអ្នកណាកាន់កាមេរ៉ាឲ្យហើយឥឡូវធ្វើខ្លួនឯងបដាកាន់កាមេរ៉ាខ្លួនឯងបដាហើយអានេះយើងចាប់ផ្ដើមរំងាស់វាហើយយើងមានជីមានអីហើយឥឡូវវាក៏ចាប់ផ្ដើមពុះហើយពុះយើងអាចដួសពពុះវាចេញទៅដើម្បីឲ្យទឹកស្ងោររបស់យើងថ្លាហើយមើលទៅអូយមានអារម្មណ៍ថាតំណងមែនតើកំពុងពុះខូចហើយខ្ញុំបានរំងាស់វាឲ្យវាផុយល្ហុងព្រោះកាលណាល្ហុងអត់ផុយគឺអត់ឆ្ងាញ់ទេហើយខ្ញុំបានហាន់ម្ទេសដាក់ដែរពីព្រោះខ្ញុំចូលចិត្តញ៉ាំហឹរអញ្ចឹងទៅខ្ញុំដាក់ម្ទេសហាន់ម្ទេសដាក់ចូលក្នុងហ្នឹងឲ្យវាមានរសជាតិហឹរបន្ទាប់មកគឺយើងចាប់ផ្ដើមដាក់ជីដាក់អីហើយដោយសារល្ហុងគឺល្ហុងផុយអញ្ចឹងយើងក៏បានដាក់ជីដាក់អីហើយខ្ញុំក៏បន្ថយភ្លើងឲ្យវានៅពុះតិចដោយសារនៅពេលដែលយើងដាក់ជីយើងអត់អាចបន្ថែមភ្លើងឲ្យខ្លាំងទេព្រោះដាក់ជីដើម្បីវាមានក្លិនឈ្ងុយហើយបន្ថែមបង្កើនរសជាតិបន្ទាប់ពីដាក់ជីដាក់អីហើយក៏ខ្ញុំកូរវាបន្តិចហើយខ្ញុំចាប់ផ្ដើមបន្ថយហ្គាសហើយខ្ញុំក៏បានបិទហ្គាសហើយខ្ញុំគ្របវាបន្តិចរួចហើយខ្ញុំបើកវិញហើយចូលមកដល់នេះគឺយើងចាប់ផ្ដើមដួសដាក់ចានហើយឃើញថាអើយស្ងោរសាច់មាន់របស់យើងគឺមើលទៅតំណងមែនតើហើយឥឡូវយើងកំពុងតែដួសដាក់ចានហើយពេលដួសដាក់ចានហ្នឹងមើលម្ហូបខ្លួនឯងគឺញញឹមបដាដោយសារមើលទៅគឺតំណងឆ្ងាញ់មែនតើប៉ុន្តែម្ហូបហ្នឹងគឺអត់ទាន់បានភ្លក់ម្ដងទៀតទេពេលដែលផ្សំគ្រឿងហ្នឹងគឺផ្សំគ្រឿងហើយគឺហើយហ្មងភ្លក់ម្ដងគឺអត់ទាន់ពេញចិត្តទេដល់ពេលហ្នឹងគឺខ្ញុំថែមគ្រឿងបន្តិចទៀតបន្ថែមអញ្ចឹងទៅក៏អត់ទាន់បានភ្លក់ទៀតដែរឥឡូវដួសដាក់ចានហើយអីហើយទាំងអស់គ្នាយើងញ៉ាំបាយមួយស្ងោរសាច់មាន់ជាមួយនឹងល្ហុងខ្ញុំសាក់លបងធ្វើទេដោយសារស្ងោរហ្នឹងខ្ញុំធ្លាប់តែយើងធ្វើជាមួយនឹងស្ងោរល្ហុងសាច់ជ្រូកឬក៏សាច់គោប៉ុន្តែខ្ញុំចង់ដូររសជាតិសាក់មើលថាតើស្ងោរល្ហុងជាមួយនឹងសាច់មាន់តើវាមានរសជាតិម៉េចអញ្ចឹងខ្ញុំសាក់លបងធ្វើវាតែយើងភ្លក់មើលរសជាតិវាសិនថាម៉េចរសជាតិឆ្ងាញ់រសជាតិដូចស្ងោរសាច់ជ្រូកដែរហើយពេលដែលស្ងោរហ្នឹងគឺខ្ញុំហាន់ម្ទេសដាក់ឲ្យហឹរព្រោះខ្ញុំចូលចិត្តហឹរដែរអញ្ចឹងទៅក៏ហាន់ម្ទេសហើយរសជាតិវាគឺហឹររៀងដិតរសជាតិរៀងដិតតិចហើយឆ្ងាញ់អាចទទួលយកបានតើពុកម៉ែបងប្អូនញ៉ាំបាយទាំងអស់គ្នាចេញពីធ្វើការឃ្លានបាយចេញឆ្ងាញ់ទាំងអស់គ្នានិយាយរួមទៅខ្ញុំអត់ចូលចិត្តធ្វើម្ហូបប៉ុន្មានទេព្រោះដោយសារខ្ញុំគិតថាស្នាដៃខ្ញុំធ្វើម្ហូបទៅវាអត់ឆ្ងាញ់ប៉ុន្តែនៅពេលដែលធ្វើស្ងោរល្ហុងសាច់មាន់គឺរសជាតិឆ្ងាញ់មែនតើអាចទទួលយកបានមិនមែនសរសើរខ្លួនឯងទេប៉ុន្តែរសជាតិអាចទទួលយកបានមែនមានរសជាតិផ្អែមចេញពីល្ហុងព្រោះល្ហុងយើងគឺរាងស្គៀលអញ្ចឹងទៅមានរសជាតិផ្អែមពីល្ហុងគឺឆ្ងាញ់មែនតើវីដេអូនេះក៏មានតែប៉ុណ្្នឹងដែរពុកម៉ែបងប្អូនជួបគ្នានៅ
វីដេអូក្រោយបាយបាយ